និទានគំនិតក៏ដាច់គ្មានអ្នកពាក់ស្បែកជើងនេះជារឿងនិទានបរទេសមួយដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីវិធីគិតពីរបែបខុសគ្នាគឺបែបសុទិដ្ឋិនិយមនិងបែបទុតិដ្ឋិនិយមដំណើររឿងមានដូចតទៅអ្នកលក់ស្បែកជើងឲ្យក្រុមហ៊ុនកនិងក្រុមហ៊ុនខឡើងជិះទូកទៅជាមួយគ្នាដើម្បីទៅលក់ស្បែកជើងនៅលើកោះមួយពេលឡើងទៅដល់កោះគេទាំងពីរក៏ចាប់អារម្មណ៍ភ្លាមៗថានៅទីនោះមិនមាននរណាម្នាក់ពាក់ស្បែកជើងសោះឡើយភ្នាក់ងាររបស់ក្រុមហ៊ុនកមានការខកចិត្តជាខ្លាំងគេក៏ទូរស័ព្ទទៅប្រាប់ប្រធានក្រុមហ៊ុនទាំងសំឡេងបែបហេវហត់ថាយើងមិនអាចរកទីផ្សារបានទេព្រោះអីមនុស្សនៅលើកោះនេះគេអត់ពាក់ស្បែកជើងឡើយចំណែកឯភ្នាក់ងាររបស់ក្រុមហ៊ុនខឃើញមនុស្សនៅលើកោះមិនមានស្បែកជើងពាក់គេក៏ប្រញាប់ទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនដោយក្តីត្រេកអរថាកោះនេះមានទីផ្សារធំទូលាយណាស់ព្រោះអីនៅមិនទាន់មានអ្នកណាមានស្បែកជើងពាក់នៅឡើយទេគ្មានស្បែកជើងពាក់ពាក្យថាអត់ពាក់ស្បែកជើងនិងពាក្យគ្មានស្បែកជើងពាក់បើសិនជាមិនបានគិតឲ្យដិតដល់ទេយើងអាចនឹងយល់ច្រឡំអំពីន័យរបស់វាអត់ពាក់ស្បែកជើងមានន័យថាគេអាចគ្មានឬមានស្បែកជើងតែគេមិនព្រមពាក់នេះជាឧបសគ្គដល់ការលក់ដូរចំណែកពាក្យថាគ្មានស្បែកជើងពាក់មានន័យថាគេមិនចង់ពាក់ឬមួយគេចង់ពាក់ដែរប៉ុន្តែគ្មានស្បែកជើងពាក់នេះជាឱកាសល្អអាចឲ្យគេរកទីផ្សារបានរឿងតែមួយតែការសម្លឹងមើលក្នុងក្រសែភ្នែកមិនដូចគ្នាឬមួយការបកស្រាយមិនដូចគ្នាវានឹងធ្វើឲ្យលទ្ធផលដែលកើតឡើងក៏មិនដូចគ្នាដែរអ្នកដែលមើលឃើញក្នុងផ្លូវអាក្រក់ដូចជាភ្នាក់ងាររបស់ក្រុមហ៊ុនកធ្វើឲ្យបាត់បង់ឱកាសរកស៊ីដែលជាទីផ្សារដ៏ធំចំណែកឯអ្នកដែលគិតក្នុងផ្លូវល្អដូចជាភ្នាក់ងាររបស់ក្រុមហ៊ុនខបានធ្វើឲ្យខ្លួនឯងហើយនិងក្រុមហ៊ុនមានការរីកចម្រើនរុងរឿងទៅមុខបើទោះបីជាប្រជាជននៅលើកោះនោះមានហេតុផលឬគ្មានហេតុផលអ្វីអំពីការមិនពាក់ស្បែកជើងយើងជាមនុស្សដែលមានការគិតក៏នៅតែអាចទាក់ទាញការគិតរបស់គេឲ្យស្របតាមយើងបានដែរឧបមាថាអ្នកស្រុកកោះនោះមានទំនៀមទម្លាប់មិនពាក់ស្បែកជើងតែរឿងទំនៀមទម្លាប់ឬការនិយមចូលចិត្តសុទ្ធតែអាចផ្លាស់ប្ដូរទៅរកផ្លូវល្អបានដូចជាចាស់ខ្មែរយើងពីដើមគាត់និយមពិសាស្លាម្លូតែដល់សម័យឥឡូវនេះមិនសូវមានអ្នកនិយមពិសាស្លាម្លូទៀតទេព្រោះតែការពិសាស្លាធ្វើឲ្យមាត់និងធ្មេញខ្មៅអាក្រក់មើលហើយមនុស្សសម័យថ្មីគេនិយមឲ្យធ្មេញសបបោមាត់ពណ៌ស៊ីជម្ពូជាដើមម្យ៉ាងទៀតអ្នកស្រុកកោះនោះអាចនឹងមិនមានទំនៀមទម្លាប់មិនពាក់ស្បែកជើងអ្វីទេគ្រាន់តែគេមិនទាន់ដឹងពីអ្វីដែលថ្មីប៉ុណ្ណោះពេលនោះយើងអាចពន្យល់ប្រាប់គេថាការពាក់ស្បែកជើងវាមានប្រយោជន៍ច្រើនយ៉ាងដូចជាជួយឲ្យជើងស្អាតមានអនាម័យជួយការពារជើងកុំឲ្យមុតបន្លាឬមុតដុំថ្មដែលនាំឲ្យមានរបួសឬគ្រោះថ្នាក់ផ្សេងៗជាដើមសរុបសេចក្តីមកនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអាចនឹងមើលឃើញអ្វីផ្សេងដោយដែលអ្នកដទៃឃើញប៉ុន្តែនៅមានអ្វីជាច្រើនដែលមនុស្សមិនទាន់គិតដល់ហើយប្រសិនបើយើងគិតឲ្យខុសប្លែកពីគេក្នុងផ្លូវដែលអាចទៅរួចយើងអាចនឹងរកឃើញឱកាសល្អៗជាច្រើនដែលកំពុងរង់ចាំនោះគឺឱកាសសម្រាប់ជោគជ័យរបស់យើងនោះឯង